ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសុខសប្បាយជាទេចឹងវីដេអូក្នុងថ្ងៃនេះគឺខ្ញុំទៅខាងក្រុមហ៊ុន Honda បងប្អូនចាដើម្បីយកឡានខ្ញុំទៅឲ្យគេមើលព្រោះថាឡានខ្ញុំហ្នឹងគឺមាន recall គឺគេត្រូវយកឡានយើងដើម្បីយកទៅពិនិត្យមើលចឹងឥឡូវមកដល់ហ្នឹងគឺខ្ញុំទម្លាក់ឡានរួចរាល់ហើយនៅកន្លែងគេហ្នឹងមានកាហ្វេមានទឹកសុទ្ធមានទឹកក្រូចឲ្យយើងញ៉ាំ free ចាចង់ញ៉ាំអីញ៉ាំហ្នឹងទៅចឹងឥឡូវឆ្លៀតពេលតនេចាអង្គុយចាំគេធ្វើឡានហ្នឹងក៏ដើរមើលម៉ូដឡានហើយក៏ថតឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាអញ្ចឹងណាចានេះគឺជាឡានម៉ាក Honda Passport បងប្អូនជាប្រភេទ off road គឺថាស្អាតមែនតើហើយ Honda Passport ហ្នឹងគឺរៀងវាធ្វើមកគឺអត់ចាញ់ជាមួយនឹង Lancer ស៊េរីថ្មីទេបងប្អូនគឺថារៀងស្អាតមែនតើហើយតម្លៃវិញគឺ 50000 ជាងហើយមកមើលពីមួយនេះវិញគឺថាអូយស្អាតណាស់បងប្អូនអើយជាប្រភេទឡាន sport ណាហើយនៅស្រុកនេះបងប្អូនតិចថាស្ទៀវមានលុយទិញជាគឺអត់មានទេភាគច្រើនឡាន sport ឡានទំនើបអញ្ចេះគឺថាមានតាយាយទេមានលុយទិញជីចាំមិនថាមនុស្សចាស់នៅនេះបងប្អូនចាស់ទៅគឺគេអត់ភ័យអត់ផិតទេព្រោះថាគេប្រឹងធ្វើការបងពុនទៅឲ្យរត់ពីក្មេងអញ្ចឹងពេលដែលគាត់ចាស់ទៅគឺរត់ត្រូវតែសងលុយចាដែលរត់បានកាត់យកពីគាត់នៅក្នុងអំឡុងពេលគាត់ធ្វើការអញ្ចឹងណាហើយចំពោះលុយចូលនិវត្តបងប្អូនគឺអត់ដូចគ្នាទេមនុស្សម្នាក់គឺគេគិតទៅលើឆ្នាំនៃការយើងធ្វើការហ្នឹងក៏ដូចជាចំណូលចាដែលយើងបានបងពុនទៅឲ្យរត់ហ្នឹងអញ្ចឹងហើយគឺរត់ខ្ចីលុយយើងចាតែចិញ្ចឹមមនុស្សចាស់ដល់ពេលយើងចាស់រត់ទៅខ្ចីលុយក្មេងជំនាន់ក្រោយមកចិញ្ចឹមយើងវិញអញ្ចឹងណាចាអញ្ចឹងឥឡូវមកមើលពីម៉ូដឡានវិញបងប្អូននេះប្តីខ្ញុំចាដើរកន្លងទៅកន្លងមកអាឡាន pick up នេះគឺថាពួកខ្ញុំពងចង់បានមួយដែរអញ្ចឹងព្រោះថានៅស្រុកនេះថ្លៃ delivery ពេលខ្លះគឺថាថ្លៃហើយជាពិសេសយើងចង់ទិញអត់ទិញអីនៅ loan Home Depot អីគឺថាដឹកឡានវ៉ៃដឹកឡានអីគឺថាពិបាកបងប្អូនអត់ដូចជាមួយនឹងឡានច្រាក់ទេអញ្ចឹងឥឡូវនេះគឺជាឡាន Honda Odyssey ចានេះដូចឡានខ្ញុំក៏ប៉ុន្តែនេះស៊េរី2026ណាគឺសម្រាប់ខ្ញុំស្រួលប្រើណាបងប្អូនអើយគឺថាវាទលាយកូនស្រួលអង្គុយអញ្ចឹងជាពិសេសវាមានកៅអី3ជួរហើយអ្នកអង្គុយក្រោយគឺអត់អង្គុយជើងទេបងប្អូនចាគឺកៅអីវាថាអង្គុយដាក់ជើងស្រួលអញ្ចឹងណាហើយប្រឡោះកដាហ្នឹងយើងចង់ដាក់កៅអីក៏បានដោះចេញក៏បានដែរចាហើយនិយាយទៅស៊េរីថ្មីគឺថាចូលទៅរៀងឈ្ងុយជាងស៊េរីចាស់មិនដឹងទេហើយសម្រាប់អ្នកដែលមានកូនទូចនៅអាមេរិកនេះភាគច្រើនគឺដឹងតែជីជាមួយ mini van បងប្អូនចាព្រោះថាដូចពេលដែលយើងតម្លាក់កូនទៅសាលាអីស្រួលចុចបើកទ្វារឲ្យគាត់ចាស្រួលចុចបិទវិញអញ្ចឹងណាហើយខ្ញុំតាំងពីប្រើមកគឺថាអូជាប់ចិត្តតែម្ដងបងប្អូនចាអញ្ចឹងឥឡូវខ្ញុំនាំបងប្អូនមកខាងក្រៅចាមើលពីរថយន្តចានិយាយទៅបងប្អូនហើយគ្រប់ពណ៌គ្រប់ម៉ាកគ្រប់ម៉ូដអញ្ចឹងណាគឺថារៀងផ្សេងគ្រាន់សម្រាប់ខ្ញុំគឺថាស្រឡាញ់តែជ្រុងហើយនេះគឺជា Honda Passport ដែលខ្ញុំថតពណ៌ក្រហមខាងក្នុងបងប្អូនមើលវិញនេះខ្ញុំស្រឡាញ់ពណ៌តាហ៊ាននេះបងប្អូនឃើញទេគឺថាលយមែនតើណាខ្ញុំចំពោះឡានបងប្អូនអើយចាអត់ស្រឡាញ់ទេពណ៌សពណ៌ខ្មៅចាស្រឡាញ់តែក្រហមពណ៌ខៀវចាពណ៌រៀងតាហ៊ានអញ្ចឹងឬក៏ពណ៌រៀងផ្ទៃមេឃអីអញ្ចឹងណាគឺថាស្រឡាញ់តែបើថាឡានសឡានខ្មៅគឺអត់សូវចូលចិត្តបានទេចាអញ្ចឹងឥឡូវនៅខាងមុខនេះគឺជា Honda Pilot បងប្អូនចារៀងស្អាតល្មមចានិយាយទៅមកនៅស្រុកអាមេរិកនេះបងប្អូនបើសិនយើងឆ្លៀតទិញប្រភេទឡាន SUV បែបនេះគឺថាល្អមួយយ៉ាងដែរព្រោះនៅនេះបងប្អូនដឹងហើយថាជួនកាលយើងត្រូវជិះដើរលេងទៅណាទៅណីរៀងឆ្ងាយចាហើយយើងត្រូវបើកផ្លូវ highway បើកផ្លូវលឿនណាអញ្ចឹងបើសិនយើងជិះឡានទូវារៀងហើហើយវាទៀបទៀតតែបើយើងបានឡានខ្ពស់ចេះគឺយើងស្រួលមើលផ្លូវហើយវាទលាយអីអញ្ចឹងណាហើយចំពោះ Honda Pilot នេះគឺថាតម្លៃ 57000 បងប្អូនគឺថាថ្លៃគួរសមដែរនិយាយទៅឡាននៅស្រុកអាមេរិកឥឡូវគឺថាថ្លៃជាងមុនច្រើនបងប្អូនអើយចានិយាយទៅដោយសារតែតម្លៃរៀងថ្លៃហ្នឹងហើយបានជាខ្ញុំសម្រេចចិត្តថាទិញឡានមកទឹកជីអញ្ចឹងណាចឹងក៏វាថាយើងប្រើតាមលទ្ធភាពទៅបងប្អូនចាបើសិនមានលុយចាទិញថ្មីទៅប្រើមួយដឹងមួយចាដូច Highlander ខ្ញុំទិញថ្មីចឹងគឺថាប្រើធន់ប្រើល្អមែនតើប្រើដងថ្ងៃនេះគឺថាមិនដែរមានបញ្ហាអីទេក៏ប៉ុន្តែខ្ញុំសាកល្បងទិញជាមួយឡានមកទឹកជាមួយនឹង Honda Odyssey ហ្នឹងក៏ម៉ាស៊ីនល្អដែរបងប្អូនចាវាថាទៅតែលើកនេះទេដូចយើងមកនៅស្រុកត្រជាក់អញ្ចឹងណាដល់ពេលវាដូរអាកាសធាតុទៅគឺឡានខ្ញុំវារៀងលឺដូចយើងចាក់សាំងដបម៉ូតូចាក់សាំងដបលឺរៀងត្រិលបងប្អូនពេលដែលយើងជន់ហ្គាទៅអញ្ចឹងក៏ខ្ញុំយកមកឲ្យគេឆែកឯហ្នឹងដែរអញ្ចឹងទៅចាហើយនេះមកជួននេះបងប្អូននេះសិតតែ Honda
អរស៊ីចាស្រឡាញ់មួយណាយកមួយនឹងទៅគ្រាន់តែថាខ្ញុំគឺថាស្រឡាញ់ពណ៌ខៀវចាពណ៌ក្រហមអីអញ្ចឹងណាចាចឹងមិនថាចំណងចំណូលចិត្តមនុស្សយើងម្នាក់ដូចគ្នាទេបងប្អូនអញ្ចឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងការចែករំលែករបស់ខ្ញុំអានេះគឺជាសាច់រឿងរបស់ខ្ញុំបទពិសោធន៍របស់ខ្ញុំអញ្ចឹងណាចាចឹងហើយការចូលចិត្តគឺវាដូចគ្នាទេចាចឹងឥឡូវនេះសម្ដៅទៅកន្លែងឡានច្រឹកដែរបងប្អូនដោយសារតែប្តីខ្ញុំគាត់ចាប់អារម្មណ៍ជាមួយឡានច្រឹកគាត់ថាយី Honda នេះដូចជាមិនសូវទូចាអាសេរីចាស់រៀងទូចាដល់ពេលអាសេរីថ្មីនេះគឺថាទលាយល្មមចាបងប្អូនឃើញទេហើយមុខគេមានអីស្អាតដែរតាបងប្អូនអត់ចាញ់ជាមួយនឹងធុនត្រាទេហើយសម្រាប់ប្តីខ្ញុំគឺចិត្តគាត់ចង់ទិញតាកូម៉ាបងប្អូនក៏ប៉ុន្តែចាំមើលជាក់ស្ដែងសិនឥឡូវនេះគឺថាទុកចិត្តទុបកាយសិនព្រោះថាឡានយើងនៅជីកបានណាចឹងហើយសម្រាប់ឡានបងប្អូនចាគឺជារបស់ដែលបំផ្លាញទ្រព្យខ្លាំងជាងគេចានៅក្នុងផ្ទះបន្ទាប់ពីអ្នកលេងលបែងអញ្ចឹងណាចាព្រោះថាឡានបងប្អូននេះយើងទិញថ្មីតម្លៃ 5-6 ម៉ឺនចាគ្រាន់តែយើងបើកចេញពី dealership ហ្នឹងគឺយើងខាត់ 10000 បាត់ហើយចាហើយពីពេលដែលយើងប្រើរយៈពេល1ឆ្នាំទៅ1ឆ្នាំគឺតម្លៃវាចុះទៅគឺអត់កើនអត់ឡើងទេចាចឹងហើយបើសិនជាឡានយើងនៅជិះស្រួលចាគ្រាន់តែវាថាយើងអាចជួសជុលត្រឹម200-300ឬក៏400-500អីយើងជិះបានចាជួសជុលទៅបងប្អូនចាព្រោះថាបើសិនជាយើងលក់ហើយយើងយកលុយដែលយើងលក់ឡានហ្នឹងទៅទិញឡានថ្មីគឺអត់បានទេចាចឹងបើសិនជារបស់យើងវាថាអាចជួសជុលហើយជិះទៅមុខបានចាគឺបន្តប្រើវាថាអស់លទ្ធភាពចឹងណាហើយចាំយើងដូរសេរីចាហើយចំពោះការដូរសេរីនឹងទៀតបើសិនជាយើងមានលទ្ធភាពទិញជាមួយនឹងឡានថ្មីហ្នឹងក៏យើងទិញទៅក៏ប៉ុន្តែបើសិនជាចំណូលយើងនិយាយថាវាស្ដួចស្ដើងបងប្អូនចាកុំប្រឹងព្រោះថាឡាននេះមួយគឺអត់ចំណេញទេចឹងហើយគឺយើងទិញអ្វីតាមសមត្ថភាពយើងអញ្ចឹងទៅហើយសម្រាប់នៅក្នុងប្រទេសអាមេរិកនេះបងប្អូនចាមនុស្សម្នាក់គឺត្រូវតែមានឡានប្រើប្រាស់ជាចាំបាច់ចាព្រោះថានៅស្រុកនេះយើងមិនអាចជិះម៉ូតូឌុបតាក់ស៊ីអីទៅធ្វើការបានទេចាគឺយើងត្រូវតែបើកឡានដើម្បីទៅធ្វើការរកលុយចឹងហើយគឺយើងចាំបាច់ត្រូវតែមានឡានក្នុងការប្រើប្រាស់ចាក៏ប៉ុន្តែការទិញឡានក៏យើងវាថាមើលដែរបងប្អូនចាទិញតែឡានចំឡានខូចគឺយើងខាត់បង់ប្រាក់កាសច្រើនព្រោះថាឈ្នួលជាងនៅនេះគឺថ្លៃបងប្អូនក៏ប៉ុន្តែបើសិនយើងចេះជួសជុលខ្លួនឯងព្រោះនៅនេះតាមពិតទៅបងប្អូនជាងស៊ីលុយស្រួលណាអត់មានជួសជុលអីច្រើនទេភាគច្រើនគឺថាដូររបស់របរក្នុងឡាននឹងទិញទួចចាដូចថាខូចប៊ូស៊ីអញ្ចឹងគេអត់មានថាតខ្សែអីទេចាគឺថាដោះអាប៊ូស៊ីចាស់កវត្តចោលគេទិញអាប៊ូស៊ីថ្មីដាក់វិញអញ្ចឹងទៅអញ្ចឹងឲ្យតែយើងចេះដោះហើយដាក់វិញណាចាគឺថាល្អមែនតែនចំណេញព្រោះថាជាងនៅនេះគឺគ្មានទៅធ្វើអីដូចនៅខ្មែរយើងរើម៉ាស៊ីនមកធ្វើនេះទេបងប្អូនចាគ្រាន់ដូរផតអីតិចតួចហ្នឹងគឺថាស៊ីលុយយើង300-400ឆ្ងាញ់ណាចាអញ្ចឹងហើយចំពោះឡាននេះបងប្អូនគឺដឹកយើងទៅធ្វើការក៏ប៉ុន្តែបើសិនជាយើងហឺហាងងាកដូរចាលុយដែលយើងប្រឹងទៅធ្វើការហ្នឹងគឺថាអត់មានសល់ទេចាអាចនឹងចូលដើមក៏មានដែរហើយខ្ញុំក៏បានឃើញចំណុចមួយចាបងប្អូននៅស្រុកខ្មែរខ្លះណាចានេះគ្រាន់តែជាយោបល់ខ្ញុំទេចាការគិតការពិចារណាគឺជាការសម្រេចចិត្តទៅលើរបស់បងប្អូនអញ្ចឹងណាអ្នកខ្លះគាត់អត់មានតម្រូវការក្នុងការប្រើប្រាស់ឡានទេបងប្អូនខ្ញុំទទួលស្គាល់ថាពេលខ្លះយើងចង់ដឹកគ្រួសារយើងដើរលេងថ្ងៃបុណ្យទានចាមានឡានជិះខ្លួនឯងណាក៏ប៉ុន្តែបងប្អូនត្រូវសួរខ្លួនឯងថាតើក្នុងមួយឆ្នាំយើងប្រើឡាននឹងប្រមាណដងចាអញ្ចឹងឥឡូវហ្នឹងគឺមានគេជួលឡានជួលអីច្រើនដែរខ្ញុំឲ្យយោបល់ថាយើងអាចជួលសម្រាប់ប្រើប្រាស់នៅពេលបុណ្យទានឬក៏មានរវល់អីអញ្ចឹងរួចហើយយកទៅឲ្យគេវិញទៅក៏ប៉ុន្តែបើសិនជាយើងទៅរំលោះចាឡានហ្នឹងយកមកចតចោលនៅផ្ទះដើម្បីទុកសម្រាប់ប្រើការម្ដងម្កាលបងប្អូនគួរតែគិតឡើងវិញអានេះគឺជាការយកបំណុលចូលផ្ទះវាថាយើងបង់ការប្រាក់ចោលដោយមិនដឹងខ្លួនទេអញ្ចឹងធ្វើឲ្យយើងខាត់បង់លុយកាក់ក៏ប៉ុន្តែបើសិនជាបងប្អូនចាមានលទ្ធភាពទិញឡាននឹងបងដាច់ចាហ្នឹងយើងគួរតែទិញទុកក្នុងផ្ទះមួយដើម្បីប្រាស់ការទៅក៏ប៉ុន្តែបើសិនយើងរំលោះចាយកមកទុកតម្កល់ចាហ្នឹងខ្ញុំចង់ឲ្យបងប្អូនគិតពិចារណាម្ដងទៀតនៅស្រុកអាមេរិកគេប្រើឡានដើម្បីបង្កើតលុយបងប្អូនចាមិនមែនគេយកមកដើម្បីចតចោលចាទុកជីដើរលេងម្ដងម្កាលទេចាគឺមនុស្សម្នាក់គឺថាមនុស្សម្នាក់ត្រូវតែមានឡានមួយចាជាចាំបាច់នៅប្រើនៅក្នុងផ្ទះអញ្ចឹងណាចាអញ្ចឹងហើយនេះគ្រាន់តែជាយោបល់របស់ខ្ញុំទេបងប្អូនព្រោះថាខ្ញុំឃើញសេដ្ឋកិច្ចឥឡូវគឺវារៀងយ៉ាប់ជាងមុនណាអញ្ចឹងហើយ
ហើយរកការចាយវាយគឺយើងត្រូវគិតមុខគិតក្រោយបន្តិចបងប្អូនបើសិនជាយើងអត់ប្រយ័ត្នទេគឺថាយើងងាយនឹងខាតបង់ប្រាក់កាសអញ្ចឹងណាចាចឹងឥឡូវងាកមកមើលពីម៉ូតឡានតម្លៃឡានយើងមេបងប្អូនខាងនេះគឺជាប្រភេទឡានមកទឹកណានេះគេដាក់តម្លៃទេចានិយាយទៅបើសិនយើងស្រឡាញ់យើងចង់តែ try អីយើងប្រាប់គេខាងក្នុងទៅគេមកយកសោហើយគេនឹងប្រាប់ថាឡាននឹងតម្លៃម៉ានណាក៏ប៉ុន្តែឡាននេះប្តីខ្ញុំក៏ថាល្អដែរគេដាក់តែ pre-o ណាបានន័យថាគេជីបានបន្តិចហើយគេជួសជុល fix អីឡើងមកស្អាតហើយចាដាក់លក់ហ្នឹងគឺដូចប្រភេទឡានថ្មីអញ្ចឹងហើយឡាននេះវិញគឺជាឡានក្នុងក្តីស្រមៃខ្ញុំចាឡានជីបក៏ប៉ុន្តែប្តីខ្ញុំបងប្អូនហើយគាត់ថាដូចអតេះគោអញ្ចឹងស្រឡាញ់អីទេរៀងជ្រុងក៏ប៉ុន្តែចាសម្រាប់មនុស្សស្រីបងប្អូនភាគច្រើនចាមិនថាខ្ញុំមិនថាមិត្តភក្តិទេគឺថាស្រឡាញ់ជាមួយឡានជីបគឺថាមើលទៅលងស្នេហ៍តែម្ដងដល់ពេលប្រុសវិញចាគេមើលមកឡានជីបទៅជាអតេះគោទៅវិញខ្ញុំហួសចិត្តហ្មងហើយខ្ញុំសួរគាត់ថាមិនបាត់ដឹងអាលាក់បើមិនដែរជីផងចាគឺគាត់មានមិត្តភក្តិគាត់នៅខាងតិចសាណាចាគេទិញឡានជីបនឹងជីអញ្ចឹងគេប្រាប់ថាកុំទិញអីជីបនឹងគឺថាអាលាក់ដូចអតេះគោអញ្ចឹងជាពិសេសគឺថាម៉ាស៊ីនវាអត់ធន់ទេចាឆាប់ខូចឆាប់អីអញ្ចឹងណាអញ្ចឹងហើយបើជិះបានគួរតែកុំទិញអីឡានអាកាំងចាអញ្ចឹងហើយបើសិនជាបងប្អូនចាចង់ទិញឡានដែលប្រើធន់បងប្អូនចាទិញតែរបស់ជប៉ុនទៅម៉ាក Honda Toyota នេះគឺថាវាមិនងាយខូចវាធន់ហើយបើសិនជាខូចក៏យើងធ្វើអត់អស់លុយច្រើនដែរបងប្អូនចាតែឡានអាកាំងវិញណាតែខូចហើយគឺថាអស់លុយច្រើនចឹងហើយកន្លឹះមួយចាសម្រាប់ចែកម្លែកដល់បងប្អូនបើសិនជាបងប្អូនចង់ទិញឡានបានថោកចាគឺបងប្អូនទិញក្នុងខែ11ខែ12គឺបានតម្លៃល្អតម្លៃថោកបងប្អូនចាហើយបើសិនជាបងប្អូនអត់ចេះនិយាយគេជាមួយគេច្រើនហើយស្ដាប់គេអត់យល់ណាបងប្អូនតថ្លៃឡានគេទៅចាដូចថាឡានហ្នឹងគេកាត់ 40000 អញ្ចឹងបងប្អូនតគេ 35000 ហើយនិយាយពាក្យថា try out ចា try out នោះបានន័យថាយើងបើកដើរចេញតែម្ដងដោយមិនមាន add តម្លៃអីទាំងអស់ចាគឺថា 35000 ហ្នឹងបើអ្នកឯងព្រមលក់ចាគឺខ្ញុំយកប៉ុណ្ណឹងគឺពាក្យថា try out គឺអត់មាន add ថ្លៃថែនេះថែនោះអីទេបងប្អូនចាគឺថាយើងបើកឡានចេញហើយបោះលុយ 35000 ហ្នឹងគឺថាចប់តែម្ដងអាហ្នឹងសម្រាប់បងប្អូនដែលអត់ថាអត់ចេះស្ដាប់គេព្រោះទិញឡានបងប្អូនពេលដែលយើងទៅអង្គុយនៅក្នុងបន្ទប់មួយគេគឺថាគេប្រូយើងទិញនេះទិញនោះអញ្ចឹងណាអញ្ចឹងហើយបើសិនយើងស្ដាប់អត់សូវបានបាត់និយាយច្រើនទេចានិយាយទៅប្រាប់គេថា 35000 try out ចាចប់តែម្ដងបើគេព្រមក៏ព្រមបើគេមិនព្រមអានឹងបងប្អូនគិតពិចារណាតាមនឹងទៅគ្រាន់ថាចំពោះរឿងទិញឡានបងប្អូនមិនមែនយើងដើរសួរតាមមួយកន្លែងទេចាខ្ញុំទិញឡានគឺខ្ញុំដើរជ្រើ5 6កន្លែងទំមតែខ្ញុំទិញណាចាព្រោះថាការលក់តាម dealership មួយគឺថាខុសគ្នាដូចគ្នាទេអញ្ចឹងហើយជីដើរមើលឲ្យបានច្រើនកន្លែងទៅបងប្អូនមុននឹងសម្រេចចិត្តថាតថ្លៃយកអញ្ចឹងហើយបងប្អូនកុំចាញ់បោកនៅខាង dealership ហ្នឹងចាពេលដែលគេនិយាយថាគេចុះយើង 5000 10000 ហ្នឹងតែតាមពិតពេលដែលធ្វើกระดาษវាគិតថ្លៃ document fee អីហ្នឹងគឺថាវាបូកតម្លៃ add ទៅអាចលុតដល់ 10000 អីវិញអញ្ចឹងហើយយើងអត់និយាយអីច្រើនទេចង់អ្នកឯងបូកអីបូកទៅតែធ្វើម៉េចឲ្យបានតម្លៃ 35000 ដែលខ្ញុំបានតហ្នឹងគឺថាតម្លៃ try out អញ្ចឹងណាចាហើយចំពោះការទិញឡានបងប្អូនចាគឺថាទិញចុងឆ្នាំទៅគឺវាចំណេញណាចាគឺវាថាគេ clear stock ចាស់ហ៎អញ្ចឹងគេអាចមាន promotion ថែមកយើងច្រើនអូខេអញ្ចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមកទស្សនាជាមួយវីដេអូរបស់នាងខ្ញុំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតណាចាសូមអរគុណសូមជម្រាបលា